អត្ថប្រយោជន៍និងទម្លាប់នៃការញ៉ាំទឹកឲ្យបានច្រើនការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរបស់យើងទឹកជួយឲ្យរាងកាយដំណើរការបានល្អប្រសើរនិងការពារបញ្ហាសុខភាពជាច្រើនអត្ថប្រយោជន៍នៃការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ជួយដល់មុខងាររាងកាយទឹកដើរតួជាអ្នកដឹកជញ្ជូនសារធាតុចិញ្ចឹមអុកស៊ីសែននិងកាកសំណល់ទៅកាន់និងចេញពីកោសិការបស់យើងរក្សាសីតុណ្ហភាពរាងកាយទឹកជួយរក្សាសីតុណ្ហភាពរាងកាយឲ្យមានលំនឹងតាមរយៈការបែកញើសការពារការទល់លាមកការញ៉ាំទឹកគ្រប់គ្រាន់ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អនិងកាត់បន្ថយបញ្ហាទល់លាមករក្សាស្បែកឲ្យមានសុខភាពល្អទឹកជួយឲ្យស្បែកមានសំណើមនិងមើលទៅស្រស់ថ្លាជួយសម្រកទម្ងន់ការញ៉ាំទឹកមុនពេលញ៉ាំអាហារអាចជួយឲ្យឆ្អែតបានលឿននិងកាត់បន្ថយការញ៉ាំច្រើនបង្កើនថាមពលជាតិទឹកគ្រប់គ្រាន់ជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយនិងមានកម្លាំងខ្លាំងក្លាការពារការឈឺក្បាលពេលខ្លះការឈឺក្បាលអាចបណ្ដាលមកពីការខ្វះជាតិទឹកគន្លឹះដើម្បីបង្កើតទម្លាប់ញ៉ាំទឹកឲ្យបានច្រើនដើម្បីឲ្យការញ៉ាំទឹកក្លាយជាទម្លាប់អ្នកអាចសាកល្បងគន្លឹះងាយមួយចំនួនដូចខាងក្រោមចាប់ដើមថ្ងៃរបស់អ្នកដោយការផឹកទឹក1 កែវធំនៅពេលភ្ញាក់ពីគេងដាក់ដបទឹកជាប់ខ្លួនយកដបទឹកទៅជាមួយគ្រប់ទីកន្លែងដែលអ្នកទៅមិនថាទៅធ្វើការរៀនសូត្រឬដើរលេងផឹកទឹកមុនពេលញ៉ាំអាហារផឹកទឹក1 កែវមុនពេលអាហារពេលព្រឹកថ្ងៃត្រង់និងពេលល្ងាចប្រើកែវធំប្រើកែវទឹកធំដើម្បីឲ្យអ្នកផឹកបានច្រើនកំណត់ពេលរំលឹកប្រើកម្មវិធីទូរស័ព្ទ App ឬតាំងម៉ោងរំលឹក Alarm ដើម្បីឲ្យអ្នកផឹកទឹកជាទៀងទាត់បន្ថែមរសជាតិបើអ្នកមិនចូលចិត្តរសជាតិទឹកធម្មតាអ្នកអាចបន្ថែមចំណិតក្រូចឆ្មាត្រសក់ជាអង្កាមឬផ្លែឈើផ្សេងដើម្បីមានរសជាតិផឹកទឹកជំនួសភេសជ្ជៈផ្អែមកាត់បន្ថយការផឹកទឹកផ្លែឈើមានជាតិស្ករសូដាឬភេសជ្ជៈផ្អែមដទៃទៀតហើយជំនួសមកវិញដោយទឹកធម្មតាផឹកទឹកបន្ទាប់ពីធ្វើសកម្មភាពរាងកាយក្រោយពេលហាត់ប្រាណឬធ្វើការងារធ្ងន់ត្រូវប្រាកដថាអ្នកផឹកទឹកឲ្យបានគ្រប់គ្រាន់ដើម្បីបំពេញជាតិទឹកដែលបាត់បង់ជាទូទៅមនុស្សម្នាក់គួរផឹកទឹកប្រហែល8 កែវប្រហែល2 លីត្រក្នុងមួយថ្ងៃប៉ុន្តែបរិមាណនេះអាចប្រែប្រួលអាស្រ័យលើកម្រិតសកម្មភាពអាកាសធាតុនិងសុខភាពទូទៅរបស់អ្នកការស្ដាប់រាងកាយរបស់អ្នកនិងផឹកទឹកនៅពេលដែលអ្នកមានអារម្មណ៍ស្រេកទឹកក៏ជាវិធីដ៏ល្អមួយដែរតើអ្នកមានទម្លាប់ឬគន្លឹះអ្វីផ្សេងទៀតក្នុងការញ៉ាំទឹកឲ្យបានច្រើនទេ